ធ្វើជាមនុស្សត្រូវស្មោះត្រង់មនុស្សដែលជឿអ្នកមិនត្រូវបោកមនុស្សដែលជួយអ្នកមិនត្រូវភ្លេចមនុស្សដែលយល់ចិត្តអ្នកមិនត្រូវចោលមនុស្សដែលស្រឡាញ់អ្នកមិនត្រូវធ្វើបាបក្នុងជីវិតមនុស្សនៅពេលដែលអ្នកតោកចាកបំផុតនោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមកជួយអ្នកនោះទេប៉ុន្តែមនុស្សដែលបានជួយអ្នកពិតជាចង់ឲ្យអ្នកមានជីវិតល្អដូច្នេះសូមកុំភ្លេចគុណដល់អ្នកដែលបានជួយនៅពេលដែលអ្នកកំពុងជួបការលំបាកទោះបីថ្ងៃក្រោយគេមិនបានជួយអ្នកទៀតក៏ដោយគួរតែចងចាំនៅអំពើល្អរបស់គេព្រោះនៅពេលដែលអ្នកគ្មានសង្ឃឹមនោះគេបានមកជួយសង្គ្រោះអ្នកធ្វើជាមនុស្សមិនអាចខ្វះនៅការដឹងគុណនេះជាក្រមសីលធម៌ហើយក៏ជាដែនកំណត់នៃការធ្វើជាមនុស្សផងដែរមនុស្សដែលមានគុណធម៌គឺនិយាយស្ដីដោយភាពស្មោះត្រង់រាប់អានដោយភាពទៀងត្រង់ធ្វើការងារដោយភាពផ្ចិតផ្ចង់